ភាពចាស់ទុំគឺជាសមត្ថភាពក្នុងការគិតនិងធ្វើសកម្មភាពដោយឆ្លៀសវៃក្នុងស្ថានភាពផ្សេងៗវាមិននិយាយអំពីអាយុទេប៉ុន្តែនិយាយអំពីឥរិយាបថនិងការយល់ដឹងភាពចាស់ទុំរក្សាភាពស្ងប់ស្ងាត់ក្នុងពេលមានបញ្ហានិងធ្វើការសម្រេចចិត្តប្រកបដោយការគិតគូរច្បាស់លាស់ភាពចាស់ទុំមានន័យថាការទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នកនិងទទួលយកកំហុសរបស់អ្នកវាក៏មានន័យដែរថាគោរពអ្នកដទៃនិងគ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរជំនួសឲ្យការប្រតិកម្មជាមួយនឹងកំហឹងមនុស្សដែលមានភាពចាស់ទុំឆ្លើយតបដោយការអត់ធន់ភាពចាស់ទុំជួយឲ្យអ្នកកសាងបាននូវទំនាក់ទំនងដែលរឹងមាំនិងការជឿទុកចិត្តវាបង្រៀនអ្នកឲ្យចេះគិតមុនពេលអ្នកនិយាយនិងប្រព្រឹត្តដោយចិត្តសប្បុរសភាពចាស់ទុំពិតប្រាកដត្រូវបានគេស្គាល់អំពីរបៀបដែលអ្នកដោះស្រាយបញ្ហានិងប្រព្រឹត្តចំពោះមនុស្សដទៃដោយការគោរពនិងការយល់ដឹង